bạn lời ở đây bài cái bạn bài dây bài rồi dây phơi cầm dây lên dây dây phơi dây nó phơi dây rồi môi dây tết tết tếtលោកសុកវុធីដឹកនាំក្រុមមនុស្សធម៌នាំយកអំណោយចុះចែកជូនចាស់ជរាពិការដែលមានជីវភាពខ្វះខាតចំនួន11គ្រួសារនិងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន225នាក់ដែលរស់នៅក្នុងឃុំយាងស្រុកជាំខ្សានខេត្តព្រះវិហារបងប្អូនប្រិយមិត្តជាទីគោរពរាប់អានកាលពីម្សិលមិញនេះត្រូវនឹងព្រឹកថ្ងៃអាទិត្យទី18ខែឧសភាឆ្នាំ2025លោកសុកវុធីនិងភរិយាលោកគឺអ្នកស្រីតាំងសុកមុំនិងលោកនិមិត្តបានដឹកនាំក្រុមការងារផ្នែកមនុស្សធម៌នាំយកអំណោយមានដូចជាអង្ករមីត្រីខទឹកស៊ីអ៊ីវទឹកត្រីសារ៉ុងថវិការួមនឹងសម្ភារៈសិក្សាមួយចំនួនធំចែកជូនដល់សិស្សានុសិស្សចំនួន225នាក់និងចាស់ជរាពិការដែលមានជីវភាពខ្វះខាតចំនួន11គ្រួសារដែលជាថវិកាក្រុមគ្រួសារលោកផ្ទាល់ព្រមទាំងក្រុមការងារដែលបានចូលរួមនិងដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសធម៌ជនជាតិឥណ្ឌូនេស៊ីដែលលោកស្រីមករស់នៅប្រកបមុខរបរបើកអាជីវកម្មនៅទឹកដីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថាក្រុមការងារមនុស្សធម៌លោកសុកវុធីបាននាំយកគ្រឿងឧបភោគបរិភោគក៏ដូចជាសម្ភារៈសិក្សារួមនឹងថវិកាចែកជូនក្នុងថ្ងៃនេះមានចំនួន2ភូមិទី1ចាស់ជរាជនពិការដែលមានជីវភាពខ្វះខាតចំនួន5នាក់ទទួលបានអង្ករ10គីឡូក្រាមមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរសារ៉ុង1រួមនឹងថវិកា100000រៀលនិងសិស្សានុសិស្សចំនួន103នាក់ដែលរៀននៅសាលាបឋមសិក្សាកំពេញស្ថិតក្នុងភូមិកំពេញឃុំយាងស្រុកជាំខ្សានខេត្តព្រះវិហារក្នុងសិស្សម្នាក់ទទួលបានសៀវភៅម្នាក់3ក្បាលប៊ិច2ដើមខ្មៅដៃ1ដើមបន្ទាត់1ដើមជាលុប1កាបូប1ដៃខួង1រួមនឹងថវិកា5000រៀលទី2ចាស់ជរាជនពិការដែលមានជីវភាពខ្វះខាតចំនួន6នាក់ទទួលបានអង្ករ10គីឡូក្រាមមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរសារ៉ុង1រួមនឹងថវិកា100000រៀលនិងសិស្សានុសិស្សចំនួន122នាក់ដែលរៀននៅសាលាបឋមសិក្សារស្មីស្ថិតក្នុងភូមិរស្មីឃុំយាងស្រុកជាំខ្សានខេត្តព្រះវិហារសិស្សក្នុងម្នាក់ទទួលបានសៀវភៅម្នាក់3ក្បាលប៊ិច2ដើមខ្មៅដៃ1ដើមបន្ទាត់1ដើមជាលុប1កាបូប1ដាច់ខួង1រួមនឹងថវិកា5000រៀលហើយអ្វីដែលពិសេសនោះសិស្សានុសិស្សដែលរៀនពូកែជាប់ចំណាត់ថ្នាក់លេខ1ប្រចាំថ្នាក់ម្នាក់ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមពីលោកសុកវុធីសៀវភៅមួយក្បាលថវិកា15000រៀលទន្ទឹមនឹងនោះអ្វីដែលកាន់តែពិសេសជាងនេះលោកនាយកសាលារស្មីលោកគ្រូអ្នកគ្រូបង្រៀននិងសិស្សានុសិស្សរៀននៅសាលាបឋមសិក្សារស្មីទទួលបានកាដូយ៉ាងជាទីគាប់ចិត្តរកអ្វីថ្លែងពុំបាននោះគឺលោកសុកវុធីនិងភរិយាលោកគឺលោកស្រីតាំងសុកមុំព្រមទាំងសប្បុរសជនមកពីបណ្ដាខេត្តនានានិងសប្បុរសធម៌ជនជាតិឥណ្ឌូនេស៊ីបានសហការមូលមតិគ្នាជាឯកច្ឆន្ទឧបត្ថម្ភធ្វើសាលារៀន2ខ្នងសង់ពីថ្មជាថ្មីឡើងវិញនៅចុងខែឧសភាឆ្នាំ2025ឆាប់ខាងមុខនេះដោយមើលឃើញជាក់ស្ដែងសាលារៀនចាស់2ខ្នងមួយខ្នងមាន2បន្ទប់ដែលសង់អំពីឈើមានសភាពទ្រុឌទ្រោមទៅហើយពេលមានភ្លៀងធ្លាក់មកម្ដងមានទឹកជះសាចបង្កឲ្យសិស្សរៀនសូត្រពុំបានអាស្រ័យហេតុនេះបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ជួយឧបត្ថម្ភបន្ថែមជាថវិកាឬសម្ភារៈដែកស៊ីម៉ង់ក្តីតាមកម្លាំងសទ្ធាជ្រះថ្លាលោកអ្នកអាចតាក់ទងមកលោកសុកវុធីផ្ទាល់តាមរយៈលេខទូរស័ព្ទចំនួន2ខ្សែទី1 089 45 55 55ខ្សែទី2 097 45 55 553លោកសុកវុធីបានបញ្ជាក់ឲ្យសារព័ត៌មានជាច្រើនអង្គភាពដឹងថាបើទោះបីជាក្រុមមនុស្សធម៌របស់លោកបានចូលរួមចែកក្នុងថ្ងៃនេះដែលមានវត្តមានអស់លោកស្រីដែលខិតខំធ្វើដំណើរមកពីបណ្ដាខេត្តនានាដឹកនាំពំយកនៅអំណោយផ្ទាល់ខ្លួននិងអំណោយសប្បុរសធម៌ជនជាតិខ្មែរជាច្រើនរូបរួមនឹងសប្បុរសធម៌ជនជាតិឥណ្ឌូនេស៊ីផងមានដូចជាគ្រឿងឧបភោគបរិភោគសម្ភារៈសិក្សាដឹកឆ្លងកាត់តាមផ្លូវឆ្លងវាលព្រៃជ្រៅចុះទឹកជ្រលងដងភ្នំជួបឧបសគ្គយ៉ាងនេះក្តីក៏ក្រុមការងារលោកថាមិនថ្មីគឺសប្បាយចិត្តនៅបេសកកម្មមួយនេះបានសម្រាប់ជាស្ថាពរក៏ព្រោះតែចង់ឲ្យក្មេងៗកូនដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយទទួលបានសម្ភារៈសិក្សាគ្រប់គ្រាន់យកទៅប្រើប្រាស់រៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងទៅថ្ងៃអនាគតរបស់ក្មួយៗដើម្បីបានចូលធ្វើការងារសម្រាប់ខ្លួនផងនិងចូលរួមបម្រើការងារសង្គមជាតិកម្ពុជាយើងផង
លោកនឹងក្រុមការងារបន្តថាយើងទាំងអស់គ្នារស់រានមានជីវិតដល់សពថ្ងៃនេះក្រោយមានការរំដោះចេញពីរបបខ្មែរក្រហមដ៏ខ្មៅងងឹតក្នុងឆ្នាំ1979នាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងបានរីកចម្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានជាបន្តបន្ទាប់មានដូចជាប្រព័ន្ធទឹកភ្លើងផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមលក្ខនឹងលក្ខក៏ដោយសារតែប្រជាជនខ្មែរគ្រប់រូបមានឋានៈដឹកនាំដ៏ល្អនិងជាបិតាគំរូដែលដឹកនាំប្រទេសនាំមកនូវសុខសន្តិភាពនោះគឺសម្ដេចតេជោហ៊ុនសែននឹងដឹកនាំបន្តវេនថ្មីដោយកូនប្រុសច្បងរបស់សម្ដេចនោះគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាថ្នាក់ដឹកនាំប្រទេសប្រកបដោយព្រហ្មវិហារធម៌គួរជាទីមោទនៈរបស់យើងគ្រប់គ្នានាខណៈពេលនោះលោកតាលោកយាយចាស់ជរាជនពិការទាំង11គ្រួសារនិងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស225នាក់លោកមេភូមិសមត្ថកិច្ចមូលដ្ឋានដែលមានវត្តមាននៅក្នុងខណៈនោះមានក្តីរំភើបរីករាយសាទរស្វាគមន៍ជាពន់ពេកលាយឡំទៅនឹងទឹកភ្នែករលីងរលោងដែលលោកតាលោកយាយនិងសិស្សានុសិស្សបានទទួលអំណោយទាំងនេះពីលោកសុកវុធីនិងភរិយាលោកព្រមទាំងក្រុមការងារមនុស្សធម៌របស់លោកនិមិត្តដែលខំចំណាយពេលវេលាយកអំណោយទាំងនេះមកចែកជូនពួកគាត់ដោយផ្ទាល់ដៃលោកតាលោកយាយនិងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សក៏ជូនពរលោកសុកវុធីនិងភរិយាលោកនិងក្រុមសប្បុរសធម៌លោកនិមិត្តព្រមទាំងសប្បុរសធម៌ជនជាតិឥណ្ឌូនេស៊ីដែលអស់លោកស្រីជាម្ចាស់អំណោយសូមឲ្យមានសុខភាពល្អប្រាជ្ញាវាងវៃអាយុវែងប្រកបការងារអ្វីសូមឲ្យបានជោគជ័យគ្រប់ភារកិច្ចដោយក្តីបំណងប្រាថ្នា